សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅវត្ថុក៏ដូចជារបស់ដ៏មានតម្លៃបំផុតសម្រាប់មនុស្សយើងទូទាំងសកលលោកនោះគឺជាមាសហើយមាសនេះគឺមានតែការឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនមានការចុះអ្វីបន្តិចឡើយសម្រាប់ហាងឆេងជាស្ដែងថ្ងៃនេះខ្ញុំទ្រាំមិនបាននាងខ្ញុំក៏បានដកស្រង់នៅហាងឆេងថ្ងៃទី28ខែ3ឆ្នាំ2025នេះដើម្បីចែកជូនបងប្អូនទាំងអស់គ្នាដើម្បីទុកជាកំណត់ហេតុថាតើពេលណាមាសនឹងអាចធ្លាក់ថ្លៃឬក៏មិនមានថ្ងៃធ្លាក់ថ្លៃនោះទេជាស្ដែងមាសគីឡូក្នុងការលក់ចេញថ្ងៃទី28នេះគឺ$371ទិញចូលគឺ$356ឯផ្លាទីនទឹក7គឺ$240ទិញចូលគឺ$220សម្រាប់ដុល្លារលក់ចេញគឺ$4000រៀលនិងទិញចូល$4040 10 គត់ចាបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាគឺជាប្រវត្តិសាស្ត្រហើយដោយសារតែគឺប្រហែលខែមកនេះនាងខ្ញុំបានតាមដាននៅហាងឆេងមាសជារៀងរាល់ថ្ងៃតែម្ដងប៉ុន្តែមិនមែនថានាងខ្ញុំមានលុយទិញមាសនោះទេប៉ុន្តែនាងខ្ញុំគ្រាន់តែឆ្ងល់ហើយក៏មិនដែលនឹងគិតរំពឹងទុកថាមាសចេះតែឡើងពីមួយកម្រិតទៅមួយកម្រិតនិយាយទៅគឺហាងឆេងមាសឡើងជារៀងរាល់ថ្ងៃតែម្ដងបងប្អូនចាគឺឡើងជារៀងរាល់ថ្ងៃតែម្ដងមានតែឡើងគឺអត់មានចុះទេជាសម្រាប់បងប្អូនដែលគាត់មានមាសច្រើនគាត់ក៏ជាឱកាសល្អមួយដែរសម្រាប់ការលក់ចេញរបស់គាត់ប៉ុន្តែសម្រាប់បងប្អូនដែលចង់ទិញចូលគឺពិបាកបន្តិចហើយដោយសារតែត្រូវការនៅលុយច្រើនដើម្បីយកទៅទិញបើបងប្អូនណាដែលមិនមានសមត្ថភាពទិញច្រើនបងប្អូនអាចធ្វើតិចជាមាសសន្សំបានផងដែរអញ្ចឹងក៏នាងខ្ញុំពំនាំនៅម៉ូតមាសខ្សែកមាសម៉ូតផ្សេងគ្នាមកចែកជូនបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យបងប្អូនចូលមកតាមដាននាងខ្ញុំហើយខកបំណងខកចិត្តហើយបើសិនជាបងប្អូនគាំទ្រនៅវីដេអូរបស់នាងខ្ញុំគាំទ្រការផ្សាយនៃការហាងឆេងមាសម៉ូតខ្សែកថ្មីខ្សែកមាសនាងខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនទេសនាដែលបងប្អូនគ្រាន់តែចុចសញ្ញារូបកណ្ដឹងចុចsubscribe ឲ្យនាងខ្ញុំបងប្អូនចុចយកពាក្យnotification ចឹងបងប្អូនទាំងអស់គ្នានឹងបានវីដេអូថ្មីម៉ូតមាសប្រចាំថ្ងៃពីនាងខ្ញុំផងដែរហើយសង្ឃឹមថាបងប្អូនបានទេសនាហើយសប្បាយរីករាយជាមួយនឹងម៉ូតទាំងអស់នេះផងដែរនាងខ្ញុំសូមអនុញ្ញាតគ្រប់នឹងជម្រាបលាជួបនាងខ្ញុំនៅវីដេអូក្រោយ